រាងកាយរបស់មនុស្សយើងត្រូវការទឹកជាចាំបាច់ដើម្បីទ្រទ្រង់សាររាងកាយចុះមកមកនឹងអត់ថារថយន្តដែលយើងកំពុងតែប្រើប្រាស់រាល់ថ្ងៃនេះក៏ត្រូវការទឹកស្អំផងដែរហើយនៅពេលដែលទឹកស្អំឡើងកម្ដៅខ្លាំងឧបករណ៍ជួយបញ្ចុះកម្ដៅបាននោះគឺ thermostat ឥឡូវយើងមកចាប់អារម្មណ៍និងស្គាល់ថាអីទៅជា thermostat មានមុខងាររក្សាសីតុណ្ហភាពជាផ្នែកមួយនៃប្រព័ន្ធបញ្ចុះកម្ដៅឲ្យថេរនិងជួយបញ្ចុះកម្ដៅម៉ាស៊ីនឲ្យស្ថិតនៅក្នុងកម្រិតប្រើប្រាស់បានល្អហើយ thermostat នេះគឺអាចប្រើប្រាស់បានដល់ទៅ5ឆ្នាំឬក៏លើសពីនេះអាស្រ័យទៅលើការប្រើប្រាស់ទឹកស្អំល្អអត់ហើយបងឆ្ងល់អត់ចោះថាបើ thermostat នេះខូចតើវាអាចបង្កផលប៉ះពាល់អ្វីខ្លះប្រកបណាស់បងគឺវាអាចធ្វើឲ្យម៉ាស៊ីននឹងឡើងកម្ដៅក្ដៅខ្លាំងពេកស្រាប់តែយើងជិះសុកគប់ពេលរត់ឡានតាមផ្លូវនឹងក៏មានដែរមិនត្រឹមតែប៉ុណ្្នឹងទេណាគឺអាចជះរងកន្លះទឹកចូលក្នុងម៉ាស៊ីនហើយតែកាលណាទឹកចូលម៉ាស៊ីនគឺវាអាចឈានដល់ការបដូរម៉ាស៊ីនថ្មីតែម្ដងដូច្នេះដើម្បីធានាថារថយន្តរបស់លោកអ្នកមានសុខភាពល្អប្រើប្រាស់បានយូរត្រូវឧស្សាហ៍ត្រួតពិនិត្យឲ្យបានទៀងទាត់ជួសជុលជាមួយនឹងជាងដែលមានជំនាញច្បាស់លាស់មានបទពិសោធន៍យូរឆ្នាំឧបករណ៍ជួសជុលទំនើបសូមយករថយន្តរបស់លោកអ្នកមកកាន់ Yes Car Premium Service សូមអរគុណ